បងប្អូនណាមិនមែនគ្រប់តែមនុស្សចាស់គ្រប់រូបហ្នឹងណាសុទ្ធតែត្រូវវង្វេងទេណាអ្នកមានមនុស្សចាស់ជាច្រើនណាស់ដែលយើងឃើញពួកគាត់មានស្មារតីចងចាំមានបញ្ញាឈ្លាសវៃល្អមានសតិបញ្ញាឆ្លាតអាចរស់នៅរហូតដល់90ឬក៏100ឆ្នាំឯណោះនៅភូមិខ្ញុំណាលោកតាសុកគាត់អាយុបានយូរណាស់ហើយគាត់អាចស្គាល់ញាតិធម៌ទាំងអស់អត់ទាន់ភ្លេចឈ្មោះអ្នកណាម្នាក់ទេអញ្ចឹងចំណុចខុសគ្នារវាងការភ្លេចភ្លាំងតាមវ័យនិងជំងឺវង្វេងគឺអត់ដូចគ្នាទេអញ្ចឹងសូមបងប្អូនយើងទាំងអស់កុំឲ្យយល់ច្រឡំថាឲ្យតែចាស់ទៅសុទ្ធតែវង្វេងដូចគ្នាអត់ទេឥឡូវខ្ញុំអាយុបានស្រាវជ្រាវនិងលើកយកចំណុចសំខាន់3ដើម្បីឲ្យលោកអ្នកឈប់យល់ច្រឡំទៀតហើយជំរាបជូនច្បាស់ថាចំណុច3ហ្នឹងគឺវាខុសគ្នាដូចម្ដេចទី1គឺការភ្លេចភ្លាំងតាមវ័យធម្មជាតិតាមវ័យធម្មតារបស់មនុស្សចាថាតាភ្លេចភ្លាំងតាមវ័យធម្មតារបស់មនុស្សយ៉ាងម៉េចទៅហើយទី2ក្រុមមនុស្សចាស់ពិសេសអូយចង់បានណាស់ក្រុមមនុស្សចាស់ពិសេសគឺខ្ញុំចង់ដូចមនុស្សចាស់គេដែលនៅរឹងមាំនៅខួរក្បាលនៅក្មេងចាចង់បានណាស់ចាទី3ចុះហេតុអីបានជាមនុស្សចាស់ទាំងអស់ច្រើនតែមានជំងឺវង្វេងចាទាំង3នេះគឺបែងចែកដាច់ដោយឡែកពីគ្នាតែម្ដងសូមលោកអ្នកឈប់យល់ច្រឡំទៀតអញ្ចឹងខ្ញុំជំរាបជូននៅចំណុចទី1សូមតាមទាំងអស់គ្នាហើយបើចាប់អារម្មណ៍ជួយ like ឬ share ផងការភ្លេចភ្លាំងធម្មតាតាមវ័យគឺមនុស្សចាស់ដែលមានជំងឺខួរក្បាលនៅតែអាចមានការភ្លេចភ្លាំងខ្លះដែលយើងហៅថាសរីរវិទ្យាសរីរវិទ្យានៃវ័យចាស់គឺតែងតែមានការភ្លេចភ្លាំងខ្លះហើយវាមិនខុសពីរបស់ដែលយើងប្រើប្រាស់70ឆ្នាំមកហើយនោះវាតែងតែសឹករិចរើអញ្ចឹងកោសិកាខួរក្បាលរបស់មនុស្សយើងក៏តែងតែសឹករិចរើនៅផ្នែកណាមួយដែលបណ្ដាលឲ្យយើងភ្លេចខ្លះដល់លើការភ្លេចខ្លះនោះដូចជាភ្លេចឈ្មោះអ្នកដែលអត់សូវបានហៅធ្លាប់ជួបខានជួបយូរក៏រហូតនឹកឈ្មោះមកភ្លេចអញ្ចឹងទៅហើយក៏នឹកឃើញវិញភ្លេចថាដាក់វ៉ែនតានៅណាភ្លេចថាពាក់វ៉ែនតានៅលើក្បាលហើយរាវដើររកវ៉ែនតាហើយក៏នឹកឃើញវិញឬក៏គិតលេខរៀងយឺតជាងមុនតែបន្តិចប៉ុណ្ណឹងទេចំណុចសំខាន់របស់គាត់ប៉ុន្តែលោកអ្នកដឹងទេទោះបីតែគាត់ភ្លេចបន្តិចមែនប៉ុន្តែគាត់នៅតែអាចរស់នៅដោយឯករាជ្យដឹងខុសដឹងត្រូវគាត់អាចស្គាល់សាច់ញាតិស្គាល់កូនស្គាល់ចៅអាចស្គាល់ញាតិធម៌ក្នុងភូមិឲ្យទៅជែកលេខញាតិពីធម៌ពីគោលនយោបាយសង្គមជាតិផ្សេងហើយនៅតែផ្ដល់ដំបូន្មានបានល្អដល់យុវវ័យជំនាន់ក្រោយទៀតចាដើម្បីឲ្យដើរតាមពួកគាត់អីចឹងទៅអ្វីដែលល្អគាត់នៅតែចង់ជួយសង្គមគាត់នៅតែធ្វើកិច្ចការប្រចាំថ្ងៃដោយខ្លួនឯងបានដោយមិនពឹងផ្អែកអ្នកដទៃឡើយនេះគឺមិនមែនជាជំងឺវង្វេងទេគឺជាការភ្លេចភ្លាំងតាមវ័យធម្មតារបស់មនុស្សចាស់ចាទី2ក្រុមមនុស្សចាស់ពិសេសថាតើក្រុមមនុស្សចាស់ពិសេសនឹងបែបណាទៅខ្ញុំគិតថាថ្ងៃក្រោយទៅមុខគឺខ្ញុំស្ថិតនៅក្នុងវ័យមនុស្សចាស់ពិសេសនេះឯងបងប្អូនសូមចូលរួមស្ដាប់ទាំងអស់គ្នានៅក្នុងពិភពវិទ្យាសាស្ត្រនៃជំងឺខួរក្បាលបាននិយាយថាSuper 8គឺជាក្រុមមនុស្សចាស់ដែលសំដៅទៅលើមនុស្សដែលមានវ័យ80ឆ្នាំប៉ុន្តែមានសមត្ថភាពអាចចងចាំនឹងខួរក្បាលរបស់គាត់ស្វាហាប់ដូចមនុស្សដែលមានវ័យ50-60ឆ្នាំអញ្ចឹងអាចក្បាលរបស់ពួកគាត់នឹងដោយសារទី1គឺគាត់ប្រើប្រាស់ខួរក្បាលគាត់ជាប្រចាំគាត់អត់ដែលទុកខួរក្បាលឲ្យនៅទំនេរចោលទេគឺគាត់ចូលចិត្តរៀនអ្វីដែលថ្មីចូលចិត្តស្ដាប់រឿងរ៉ាវនៅក្នុងពិភពគុណចូលចិត្តអានសៀវភៅលោកសៀវភៅធម៌ពិភាក្សាមួយញាតិធម៌ជុំវិញគឺក៏ដោះស្រាយបញ្ហាផ្សេងការអានសៀវភៅរបស់គាត់គឺនៅតែអនុវត្តជាប្រចាំចាចូលរួមការងារប្រើប្រាស់ខួរក្បាលនោះគឺគាត់មិនបានទុកទំនេរគឺគាត់ប្រើប្រាស់ដើម្បីខួរក្បាលរបស់យើងមានការវិវត្តចាបានដំណើរការបានល្អនៅតែក្មេងដដែលក្នុងការគិតចាការទំនាក់ទំនងសង្គមបានល្អគឺគាត់អត់នៅឯកោទេចាគាត់នៅតែស្លៀកពាក់ខោអាវដោយខ្លួនគាត់យ៉ាងស្អាតសង្ហាទោះជាកាន់ឈឺឆ្លាត់ក៏ដោយក៏គាត់នៅតែដើរទៅស្វែងរកមិត្តភ័ក្តិ
បងប្អូនឬក៏សកម្មភាពនៅក្នុងសហគមន៍ដើម្បីចែករំលែកបទពិសោធន៍និងការយល់ដឹងល្អដល់មនុស្សជំនាន់ក្រោយចាខ្ញុំស្រឡាញ់មនុស្សចាស់បែបហ្នឹងចាចង់ធ្វើបែបនេះការប្រើប្រាស់របបអាហារជាកត្តាសំខាន់ណាស់មនុស្សហូបដើម្បីរស់ចារស់ដើម្បីសេចក្តីសុខដើម្បីគុណភាពជីវិតរស់ឲ្យបានយូរមិនមែនរស់ដោយឥតន័យនោះទេនឹងការធ្វើលំហាត់ប្រាណជាប្រចាំគឺជាកត្តាញ៉ាំងឲ្យពួកគាត់មានស្មារតីចងចាំល្អនៅក្មេងជាងវ័យហើយជាមនុស្សចាស់ដែលជា super age ស័ក្តិសមបំផុតចាគឺញ៉ាំអាហារដែលជាជំនួយខួរក្បាលដែលជួយឲ្យសុខភាពមនុស្សចាស់បានល្អមិនបរិភោគអាហារណាដែលធ្វើឲ្យខាតដល់គុណភាពជីវិតដូចជាបន្លែត្រីសាច់គ្រាប់ធនជាតិជាដើមឡាក់ហើយជាពិសេសនៅការធ្វើចលនាលំហាត់ប្រាណរបស់គាត់ការរត់ការហែលទឹកការដើរជាប់ជាប្រចាំដែលធ្វើឲ្យរាងកាយរបស់គាត់មានសុខភាពល្អខួរក្បាលនៅក្មេងដដែលចា៎ទី3អ្វីដែលលោកអ្នកគេតែឆ្ងល់ថាស្មានតែថាចាស់ទៅត្រូវតែភ្លេចត្រូវតែវិញត្រូវតែនិយាយខុសត្រូវតែរឹកពីដូរចរិតពីចាស់មកក្មេងគឺមិនមែនគ្រប់គ្នាសិតតែអញ្ចឹងទេមូលហេតុដែលយើងមានអារម្មណ៍ថាចាស់ទៅត្រូវតែវិញនោះគឺដោយសារតែចេះទេចាស់ដោយសារទីមួយគាត់មានជំងឺខួរក្បាលវាគឺជាការខូចខាតកោសិកាខួរក្បាលរបស់ពួកគាត់ពោលគឺជាជំងឺមិនមែនជារឿងធម្មជាតិដែលមនុស្សចាស់ត្រូវតែវិញអញ្ចឹងឯងគឺជាជំងឺខួរក្បាលរបស់គាត់អញ្ចឹងយើងត្រូវតែគិតយ៉ាងម៉េចទប់ស្កាត់យ៉ាងម៉េចពីក្មេងដើម្បីជៀសផុតពីជំងឺខួរក្បាលបើយើងការពារបានល្អយើងនឹងអាចជៀសផុតពីជំងឺនេះបានសុខភាពបង្កប់នោះគឺអ្នកដែលមានជំងឺលើសឈាមចាស់វាប្រកបក្នុងខ្លួនគាត់មានជំងឺលើសឈាមមានជំងឺទឹកនោមប្រៃទឹកនោមផ្អែមឬក៏ stress ជាដើមឡាក់ចា stress រ៉ាំរ៉ៃវាងាយទៅវិវត្តទៅជាជំងឺចាស់ភ្លេចភ្លាំងផងដែរទៅជាជំងឺបំពេញនេះដែរហើយការវិវត្តរបស់គាត់គឺខ្លាំងជាងអ្នកដែលមានសុខភាពល្អទៀតចាគឺវិវត្តទៅជាវង្វេងខ្លាំងចាជាមួយខែយូមនុស្សចាស់មិនមែនរស់នៅក្នុងភាពភ្លេចភ្លាំងគ្រប់តែពេលនោះទេប៉ុន្តែត្រូវរស់នៅក្រោមម្លប់នៃស្នាមញញឹមនឹងការយកចិត្តទុកដាក់បំផុតបុគ្គលិករបស់ Care សិតតែមានក្របខ័ណ្ឌ SKA គឺចំណេះដឹងជំនាញនិងអេយ៉ាបតដែលជាទង្វើពេញលេញតាមបច្ចេកទេសដើម្បីធានាថាការថែទាំរបស់មនុស្សចាស់ដែលមានបញ្ហាខួរក្បាលត្រូវបានធ្វើឡើងដោយការយល់ដឹងនិងអត់ធ្មត់ខ្ពស់បំផុតបើសិនបើលោកអ្នកសង្កេតឃើញនៅសញ្ញាដំបូងនៃជំងឺវង្វេងលោកអ្នកអាចខលតំណែងបានរយៈលេខទូរស័ព្ទ081 648 650 ឬ www.careucambodia.com សូមអរគុណសូមជម្រាបលា